បាទជំរាបសួរអ្នកគ្នាវិលមកកាន់ជាមួយនឹងវីដេអូថ្មីខ្ញុំបាទអំណាននៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកគ្នាតទៅនឹងការ convert វីដេអូពី S-Log ទៅ Red709 អញ្ចឹងសម្រាប់បងដែលប្រើប្រភេទកាមេរ៉ា Sony ដែលតែងតែថតជា S-Log ហើយយើងត្រូវការ convert វាទៅ Red709 នៅក្នុងកម្មវិធី CapCut ដើម្បីកែ color អញ្ចឹងអ្នកគ្នាកុំរំលងវីដេអូមួយនេះឥឡូវនេះយើងមកមើលការធ្វើវាទាំងអស់គ្នាដំបូងគឺយើងចូលទៅកាន់ជ្រោមសិនតមកអ្នកគ្នាចូលទៅកាន់ Google ហើយអ្នកគ្នាអាច search រកពាក្យថា Sony Lock Profile នៅពេលអ្នកគ្នា search ទៅពាក្យ Sony Lock Profile អ្នកគ្នានឹងឃើញ software Sony Lock Profile 3D Lab អ្នកគ្នាចុចលើវាមួយមកតមកអ្នកគ្នានឹងឃើញទៅលើ file lab មួយចំនួនអញ្ចឹងអ្នកគ្នាយកខាងក្រោមមកតមកអ្នកគ្នា scroll ខាងក្រោមចុចទៅលើពាក្យ download សម្រាប់អ្នកដែលមិនទាន់ download អាចចុច download បានចំពោះខ្ញុំគឺបាន download ហើយអញ្ចឹងគឺខ្ញុំចូលទៅកាន់កម្មវិធី CapCut តែម្ដងពេលអ្នកគ្នាបើកចេះហើយអ្នកគ្នាត្រូវ create project ឬក៏ទាញវីដេអូណាដែលអ្នកគ្នាចង់កែដែលជា file S-Log អញ្ចឹងដោយអ្នកគ្នាបានឃើញអញ្ចឹងវីដេអូរបស់ខ្ញុំវិញនេះគឺវាស្លេកទេគឺវាអត់សូវមាន color ទេអញ្ចឹងគឺខ្ញុំត្រូវការចាក់នៅ lab ដែលខ្ញុំបានទៅ download ហ្នឹងអញ្ចឹងអ្នកគ្នាចូលទៅក្នុង adjustment បន្ទាប់មកអ្នកគ្នាយកពាក្យថា lab អញ្ចឹងនៅកន្លែង lab នេះគឺយើងអត់ទាន់មានទេអញ្ចឹងអីដែលយើង download មិញហ្នឹងគឺយើងត្រូវទាញវាមកដាក់ឡើងហ្នឹងអញ្ចឹងអ្នកគ្នាអាចធ្វើផ្លូវកាត់ដូចខ្ញុំក៏បានវាលឿនងាយស្រួលអញ្ចឹងអ្នកគ្នាអាចធ្វើតាមខ្ញុំទៅហើយយើងឃើញ file zip មួយយើងបើក file zip ដែលយើងបាន download មិញហ្នឹងអញ្ចឹងយើងបើកទៅលើវាបន្ទាប់មកអ្នកគ្នានឹងឃើញ folder មានពាក្យថា Sony Lock Profile អ្នកគ្នាទៅចុចលើវាម្ដងទៀតអ្នកគ្នាចុចលើវាបន្ទាប់មកអ្នកគ្នាទៅទាញ file ទាំង4ហ្នឹងយកទៅដាក់តែម្ដងគឺអ្នកគ្នាមិនចាំបាច់ចូលទៅក្នុង import ដើម្បីទៅស្វែងរកវាទេអញ្ចឹងយើងទាញយកទៅដាក់វាលឿនជាងហើយងាយស្រួលបន្ទាប់ពីយើងទាញដាក់ចឹងហើយយើងបិទ file របស់យើងទៅអូខេអញ្ចឹងយើងទទួលបាន lab ទាំង4អញ្ចឹងអ្នកគ្នាអាចតែសាកល្បងមើលថា lab មួយណាដែលអ្នកគ្នាចង់ប្រើអញ្ចឹងខ្ញុំប្រើ lab ទី1អូខេដូចអ្នកគ្នាមិនឃើញទេគ្រាន់តែខ្ញុំទាញមក color គឺចាប់ដើមផ្លាស់ប្ដូរពី slate មកមាន color ដូចអ្នកគ្នាមិនឃើញនេះគឺជា color ហើយនេះគឺជាអត់ទាន់មាន color អញ្ចឹងទៅហើយឥឡូវខ្ញុំទាញវាពេញអញ្ចឹងសម្រាប់វីដេអូដែល convert ពី S-Log មកកាន់ Red709 គឺមានប៉ុណ្ណឹងទេអ្នកគ្នាអាចធ្វើតាមបានហើយអ្នកគ្នាចង់កែ color បន្ថែមក៏អាចកែបានដែរនៅក្នុងកម្មវិធី CapCut ហ្នឹងហើយវាធ្វើឲ្យវីដេអូរបស់យើងហ្នឹងកាន់តែច្បាស់ហើយមើលទៅតិចភ្នែកទៅនឹង color បាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនអ្នកគ្នាមានចម្ងល់បន្ថែមទាក់ទងទៅនឹងការប្រើប្រាស់កាមេរ៉ាឬក៏ទាក់ទងនឹងការកាត់វីដេអូបន្ថែមនៅលើកម្មវិធី CapCut អ្នកគ្នាអាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើបង្ហាញជូនអ្នកគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ